សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ប្រទេសជប៉ុនក្នុងសតវត្សទី15វាគឺជាសម័យកាល Muromachi ដែលជាសម័យកាលមួយពោរពេញដោយភាពវឹកវរសង្គ្រាមស៊ីវិលនិងការជិះជាន់ក្នុងសម័យនោះរដ្ឋាភិបាល Shogun បានធ្លាក់ចុះអំណាចមន្ត្រីរាជការគិតតែពីអំពើពុករលួយនិងការសម្បាយភ្លេចខ្លួនចំណែកឯប្រជាជនសាមញ្ញវិញត្រូវរស់នៅក្នុងឋាននរកលើដីពន្ធតារាត្រូវបានដំឡើងយ៉ាងខ្ពស់កពពកគ្រូទុរភិក្សបានវាយលុកធ្វើឲ្យមនុស្សស្លាប់ដោយស្លឹកឈើជ្រូកតាមដងផ្លូវនៃទីក្រុងឃីយ៉ូតូប៉ុន្តែក្នុងភាពងងឹតស៊ុយនេះមានបុរសម្នាក់ដែលហ៊ានងើបឈរតតាំងនឹងវាសនាគេគឺជា Doen សម្ដែងដោយ Yo Oizumi Doen មិនមែនជាសាមូរ៉ាយដែលមានសក្តិយុទ្ធទេតែលោកគឺជាអ្នកលេងឬជាមេដឹកនាំក្រុមមនុស្សក្រៅច្បាប់ដែលមានយុទ្ធសាស្ត្រខ្ពស់និងមានមហិច្ឆតាចង់ផ្លាស់ប្ដូរពិភពលោកដ៏អយុត្តិធម៌នេះសាច់រឿងកាន់តែជក់ចិត្តនៅពេលដែល Don បានជួបជាមួយយុវជនម្នាក់ឈ្មោះ Saizo គឺជាក្មេងប្រុសម្នាក់ដែលបាត់បង់អ្វីគ្រប់យ៉ាងដោយសារសង្គ្រាមនិងការជិះជាន់ពីពួកមន្ត្រីគេរស់នៅជាមួយភ្លើងកំហឹងប៉ុន្តែគេគ្មានកម្លាំងនឹងតតាំងឡើយ Don មើលឃើញពីសក្តានុពលដ៏ធំធេងក្នុងខ្លួនយុវជនរូបនេះលោកក៏សម្រេចចិត្តយក Saizo មកពឹកហាត់ការវឹកហាត់នេះមិនមែនគ្រាន់តែជាការកាន់ដាវវាយគ្នានោះទេតែវាគឺជាការរៀនរស់ក្នុងភាពឈឺចាប់ Don បានបង្រៀន Saizo ឲ្យស្គាល់ពីចិត្តសាស្ត្រនៃដាវលោកពោលថាបើឯងប្រើដាវដើម្បីសងសឹកឯងនឹងស្លាប់ដោយសារដាវប៉ុន្តែបើឯងប្រើដាវដើម្បីផ្លាស់ប្ដូរពិភពលោកឯងនឹងក្លាយជាម្ចាស់ដាវតាមរយៈឈុតឆាកនេះយើងឃើញពីការវិវត្តរបស់ Saizo ពីក្មេងម្នាក់ដែលចេះតែខឹងមកជាអ្នកយុទ្ធសាស្ត្រនិងជាអ្នកប្រើដាវដ៏មុតស្រួចគេត្រូវហាត់ដាវរាប់ម៉ឺនដងក្នុងមួយថ្ងៃហាត់ក្នុងភ្លៀងហាត់ក្នុងពក់រហូតដល់ដាវនិងខ្លួនប្រាណคล้ายជាតែមួយនៅពេលដែលការជិះជាន់កាន់តែខ្លាំងដូសៀនចាប់ផ្ដើមអនុវត្តផែនការធំលោកបានធ្វើដំណើរទៅកាន់តំបន់អាណាធិបតេយ្យដើម្បីប្រមូលផ្ដុំមនុស្សដែលមានគំនិតដូចគ្នាពួកគេទាំងនោះមានដូចជាពួក Ronin សាមូរ៉ាយអនាថាដែលបដិសេធមិនព្រមបម្រើមេកយពុករលួយក្រុមកសិករដែលមានតែដងរែកនិងកំបិតតូចប៉ុន្តែមានបេះដូងចង់សេរីភាពអ្នកលេងល្បែងនិងចៅព្រៃដែលចេះល្បិចកលក្នុងសង្គ្រាមងងឹតDoen បានបង្រួបបង្រួមក្រុមចម្រុះទាំងនេះឲ្យคล้ายជាកងទ័ពដ៏ខ្លាំងក្លាមួយពួកគេហៅខ្លួនឯងថា Muromachi Burai ឬអ្នកក្លាហានក្រៅច្បាប់ពួកគេមិនប្រយុទ្ធដើម្បីមាសប្រាក់ទេតែប្រយុទ្ធដើម្បីភាពថ្លៃថ្នូររបស់មនុស្សហើយចំណុចកំពូលនៃរឿងក៏បានមកដល់កងទ័ពរបស់ Doen បានសម្រេចចិត្តវាយលុកទីក្រុង Kyoto ដែលជាបេះដូងនៃអំណាច Shogunទិដ្ឋភាពនៃការវាយលុកនេះពិតជាអស្ចារ្យណាស់ Doen មិនបានប្រើកងទ័ពបុកចូលត្រង់ទេប៉ុន្តែលោកបានប្រើល្បិចកាត់ផ្ដាច់ផ្លូវដង្ហើមពួកគេបានដុតបំផ្លាញឃ្លាំងស្បៀងរបស់ពួកមន្ត្រីនិងកាត់ផ្ដាច់ផ្លូវជំនួញធ្វើឲ្យពួកញាក់ធំមានការភ័យខ្លាចសង្គ្រាមកណ្ដាលទីក្រុងបានផ្ទុះឡើងសំឡេងដាវប៉ះគ្នាដូចជាតន្ត្រីនៃក្តីស្លាប់ Saizo ដែលជាសើឯកបានបង្ហាញសមត្ថភាពដាវដ៏អស្ចារ្យគេបានសម្រុកចូលកណ្ដាលហ្វូងសត្រូវរាប់រយនាក់ឈុតឆាកប្រយុទ្ធនេះត្រូវបានថតយ៉ាងសម្រិតសម្រាំងដោយមានការហូរឈាមនិងការលាក់បង់មិត្តភ័ក្តិជិតស្និទ្ធរបស់ Doen ម្នាក់បានដួលស្លាប់ម្នាក់ម្ដងដើម្បីបើកផ្លូវឲ្យលោកឈានទៅដល់បន្ទាយសត្រូវវាគឺជាឈុតឆាកដែលធ្វើឲ្យអ្នកមើលស្រក់ទឹកភ្នែកព្រោះតែភាពអង់អាចនិងការលះបង់ជីវិតដើម្បីបុព្វហេតុរួមនៅចុងបញ្ចប់Doen និង Saizo បានទៅដល់ចំពោះមុខមេដឹកនាំពុករលួយការប្រយុទ្ធចុងក្រោយនេះមិនមែនគ្រាន់តែជាការប្រែកម្លាំងបាយទេប៉ុន្តែជាការតស៊ូនៃមនោគមវិជ្ជាសត្រូវរបស់ពួកគេតំណាងឲ្យសន្តិភាពចាស់ដែលពោរពេញដោយការជិះជាន់ចំណែក Doen តំណាងឲ្យក្តីសង្ឃឹមថ្មីបន្ទាប់ពីការតស៊ូដ៏យូរអង្វែងទីបំផុតភាពយុត្តិធម៌ត្រូវបានដណ្ដើមបានមកវិញទោះជាយ៉ាងណាក៏ដោយរឿងនេះបានបង្រៀនយើងថាជ័យជំនះតែងតែមកជាមួយការបាត់បង់កងទ័ពមនុស្សក្រៅច្បាប់បានរលាយសាបសូន្យទៅតាមខ្យល់ប៉ុន្តែស្មារតីរបស់ពួកគេបានដិតជាប់ក្នុងចិត្តប្រជាជនតរៀងមករឿង Muromachi Outsiders មិនមែនគ្រាន់តែជារឿងវាយគ្នាសាមញ្ញនោះទេប៉ុន្តែវាគឺជាសម្បត្តិមួយច្បាប់
พญาหมการมนุษย์กรุ๊ปจำนวนท่าเนื้อเป็นหน้าได้มีนกาชี้ชวนตีโน้หนึ่งมีนกาบักบ่อเฮาเสรีเพียบมันแม้นบ้านหมอกโดยการซุ่มหนูเตคือบ้านหมอกโดยการต่อสู้กุมคลิกเป็นจันมติในข้างกล่าวคอมเมนต์ดำไม้แจกรมไลค์มติอยู่เบาประเสริฐว่าน่ะปิงจัดวิดีโอสำรายเรื่องแบบนี้กุมคลิกจดไลค์ follow นั่นเชื่อมหนังไม่พองดำได้จีกำลังจัดเอาคิดต้องถือวิดีโอสำรายเรื่องล้อแบบนี้บรรต่อเตียดส้มออกคุณสำหรับการตามด่านตั้งปีดามระหดดอดจอบจุ๊บขี้ในวิดีโอกลาย